ជំរាបសួរបងប្អូនទស្សនិកជនដែលជាអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់គ្នាដូចខ្ញុំឈ្មោះទីផាជាគ្រូបង្គោលកីឡាការិនីអាយុក្រោម19ឆ្នាំចាសម្រាប់ការប្រកួតថ្ងៃស្អែកយើងនឹងលេងទល់ជាមួយនឹងប្រទេសថៃហើយសម្រាប់ការយល់ឃើញរបស់ខ្ញុំការលេងជាមួយប្រទេសថៃគឺជាប្រកួតមួយដែលតានតឹងសម្រាប់យើងប៉ុន្តែកីឡាការិនីរបស់យើងមុននេះគឺយើងមានការហ្វឹកហាត់ត្រៀមបន្តិចដែរហើយខ្ញុំឃើញថាការរៀបចំខ្លួនរបស់គាត់តាមរយៈការហ្វឹកហាត់មិញគឺយើងបានត្រៀមរួចរាល់ជាមួយក្នុងការប៉ះជាមួយនឹងក្រុមថៃហើយយើងសង្ឃឹមថាថ្ងៃស្អែកនេះក្មេងយើងនឹងលេងបានប្រសើរជាងការប្រកួតមុនបន្ថែមទៀតពីព្រោះប្រកួតទី1ដែលយើងឃើញទាំងអស់គ្នាថាគាត់ភ័យខ្លាំងមែនទែនប៉ុន្តែប្រកួតទី2គាត់មានទំនុកចិត្តគ្រាន់តែប្រកួតទី3នេះយើងជឿថាគាត់មានទំនុកចិត្តហើយគ្រាន់តែផ្ដោតទៅលើការលេងរបស់យើងបន្ថែមទៀតគាត់នឹងលេងបានល្អហើយខ្ញុំជឿថាការប្រកួតស្អែកនេះនឹងល្អប្រសើរហើយហ្វេនរបស់យើងនឹងក៏សប្បាយចិត្តមិនថាលទ្ធផលយ៉ាងណាប៉ុន្តែខ្ញុំជឿជាក់ថាកីឡាការិនីយើងនឹងលេងឲ្យល្អមើលជូនបងប្អូនទស្សនិកជនទាំងអស់បានទស្សនាអរគុណច្រើន